បាទសួស្តីទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងរឿងកំពូលអ្នកប្រយុទ្ធនៅក្នុងពិភពនិមិត្តរដូវកាលទី1ភាគទី40ទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងក្រោយធូសិនស៊ីមួយព្រួញដាច់ដៃមួយចំហៀងមកធូសិនពោពេញទៅដោយកំហឹងស្រែកយ៉ាងកំណាចធ្វើឲ្យមនុស្សគ្រប់គ្នាស្ទើរតែបែកក្រដាស់ត្រចៀកចាហ្វាងប្រាប់ទៅកាន់អ្នកបាញ់ធ្នូឲ្យត្រៀមប្រើប្រាស់ព្រួញទី2ថែមទាំងសួរទៀតថាតើព្រួញនេះអាចសម្លាប់ធូសិនបានដែរឬអត់ស្របពេលដែលធម្មពលត្រូវបានរលាយបាត់សំឡេងរបស់ system ប្រាប់ថាកម្លាំងរបស់ឯងមិនគ្រប់គ្រាន់មិនអាចគ្រប់គ្រងក្នុងការប្រើប្រាស់ធម្មពលជាលើកទី2បាននោះទេចាហ្វាងក្តាប់ដៃប្រាប់ខ្លួនឯងថាឲ្យខំប្រឹងបន្ថែមបន្តិចទៀតនឹងអាចសម្លាប់វាបានហើយត្រពេលនោះធូសិនដៃមួយចំហៀងលោតចូលមកដៃមួយចំហៀងទះយកស្រែកឲ្យស្លាប់ទៅទះមួយដៃមិនគ្រប់ទះជាច្រើនដៃបន្តទះយកចាហ្វាងគ្មានកម្លាំងនឹងគេចត្រូវយ៉ាងដំណំស្របពេលដែលលីងអឺនឹងឈីងស៊ွန်រត់ចូលទៅរកធូសិនជន់មួយជើងខ្ទៀតអ្នកទាំងពីរទៅក្រោយវិញទៅខ្ទប់ជាមួយនឹងអធិរាជនិងស៊ុនឡោទៅមួយចំហៀងធូសិនស្រែកថាល្អិតខ្ញុំនឹងកំទេចទីក្រុងមួយនេះឲ្យរៀបដកដីហោះឡើងទៅលើជាមួយនឹងដៃមួយចំហៀងចូលទៅក្នុងទីក្រុងវាយមួយចំហៀងទះយកវាយកំទេចផ្ទះសម្បែងប្រជាជនស្រែកយកដូចជាមនុស្សឈួតមិនមែនមនុស្សឈួតទេគឺបិសាចឈួតអាអូនម្នាក់និយាយថាចប់ហើយជីវិតមួយនេះចប់សពគ្រប់ហើយស៊ុនឡោនិងអធិរាជហោះមកបញ្ឈប់ធូសិនវាមួយដៃខ្ទៀតទៅម្ខាងធូសិនសួរថាយើងនឹងកំទេចឲ្យរៀបដល់ដីចាំមើលថាតើមាននរណាអាចបញ្ឈប់យើងបានទៀតនឹងបន្តស្រែកយ៉ាងខុសខើស្របពេលដែលតួឯកស៊ុនឡោហើយនឹងហុងឡោនិយាយថានគរលីយ៉ាងត្រូវបានបំផ្លាញទាំងស្រុងហុងឡោប្រាប់ថាអញ្ចឹងយើងមានតែរត់ទៅបករបស់យើងវិញភ្លេងចេញមកឡើងតំណងស្មានតែគេចេញវាយបបោគ្នារត់សោះធូសិនងាកមើលដាច់ចង្កេះជាមួយនឹងដៃមួយចំហៀងបំផ្លាញគ្រប់ទីកន្លែងនៅក្នុងទីក្រុងកាន់មកកាន់ខាងចៅហ្វាងវិញអាក្តាប់បិសាចយើងចេញមកស្រែកហៅទៅកាន់ចៅហ្វាងនិងដាស់ទៅកាន់ចៅហ្វាងឲ្យភ្ញាក់ឡើងចៅហ្វាងដកដង្ហើមចង្រិតប្រាប់ទៅកាន់ប្រព័ន្ធថាឲ្យផ្លាស់ប្ដូរបន្ទុករបស់គាត់ជាមួយនឹងការកោះហៅលំពេងប្រហារអតិទេពចេញមកក្តាប់បិសាចប្រាប់ថារាងកាយរបស់ឯងកំពុងតែខ្សោយមិនអាចប្រើប្រាស់នៅធម្មពលនោះបានទេចៅហ្វាងស្រែកសម្លុតប្រាប់ទៅកាន់ក្តាប់បិសាចថាឲ្យលឿនឡើងធូសិនក្រោយគ្មានអ្នករារាំងបន្តវីកំទេចផ្ទះរបស់ប្រជាជនដូចជា Godzilla វាយផងផ្ទះផងស្រែកយ៉ាងកំណាចស្របពេលដែលមានរស្មីធម្មពលមួយផ្ទុះឡើងតាក់ទាញទៅកាន់ស្ដេចបិសាចធូសិនតួឯកដើរចេញមកដៃកាន់លំពេងប្រហារអតិទេពដោយខ្លួនកំពុងមានរបួសសម្រក់នៅលោហិតភ្នែកក៏ស្រវាំងសុនឡោនិងអធិរាជបើកភ្នែកធំហៅឈ្មោះរបស់ចាហ្វាងលីងអឺនិងឈីងស៊ွန်ក៏បារម្ភធូសិននៅមួយចំហៀងនិយាយថាលំពេងប្រហារអតិទេពចាហ្វាងស្រែកហៅឈ្មោះរបស់ធូសិនពោពេញទៅដោយកំហឹងរវីលំពេងមួយជុំគប់ចេញទៅទម្លុះខ្លួនដ៏ធំរបស់ធូសិនមិនមែនគប់ទេគឺហោះទៅជាមួយលំពេងមើលច្រឡំមិញធូសិនទះមួយដៃចុះមកចាហ្វាងគេចផុតរត់តាមដៃឡើងទៅលើដៃចាប់លំពេងកាត់ផ្ដាច់នៅដៃមួយចំហៀងដែលនៅសល់របស់ធូសិនចាហ្វាងបន្តគិចចុះគិចឡើងមួយលំពេងចាក់ទម្លុះក្បាលរបស់ធូសិនចុះមកវិញកាត់ផ្ដាច់ខ្លួនរបស់ធូសិនជា2តែកាត់មិនដាច់ធូសិនបន្តប្រមាញ់ចាហ្វាងបន្តគិចចុះគិចឡើងហោះឡើងទៅលើជើងជាន់ក្តារស្គីបង្ហោះលំពេងឡើងទៅលើពង្រីកឲ្យធំចាហ្វាងប្រើប្រាស់ធម្មពលបន្ថែមកាប់ចុះទៅលំពេងប្រហារអតិទេពដ៏ធំចាក់ទៅរកដើមទ្រូងរបស់ធូសិនបន្តស្វានដើមទ្រូងរបស់ធូសិនស្រែកពោពេញទៅដោយការឈឺចាប់ធូសិនស្រែកថាឯងមិនអាចសម្លាប់យើងបានទេមិនអាចទៅរួចទេស្របពេលដែលលំពេងប្រហារអតិទេពបន្តស្វានទម្លុះដើមទ្រូងរបស់ធូសិនពីម្ខាងទៅម្ខាងជាចុងក្រោយដួលក្រាំងដាច់ផ្ងាជើងភីងដូចជាអាគុយអស់ភ្លើងស្របពេលនោះក្តាប់បិសាចចេញមកអបអរសាទរទៅកាន់ចាហ្វាងឯងបានបញ្ចប់នៅភារកិច្ចទាំងអស់ទុកឲ្យខ្ញុំជាអ្នកព្យាបាលឯងចាហ្វាងប្រាប់ថាឯងគ្រាន់បើមកតាន់ពេលវេលាក្រោយផ្សែងរសាត់បាត់អស់មនុស្សគ្រប់គ្នាបន្តស្រែកនៅជ័យអាខុសឲ្យទៅកាន់ចាហ្វាងអធិរាជសើចយ៉ាងសប្បាយនិយាយទៅកាន់ចាហ្វាងឯងគឺជាអ្នកមានគុណសម្រាប់ប្រជាជនគ្រប់គ្នានៅក្នុងនគរលីយ៉ាងរបស់យើងសុនឡោប្រាប់ថាចាហ្វាងឯងពិតជាធ្វើឲ្យខ្ញុំត្រូវផ្លាស់ប្ដូរការគិតហើយបើគ្មានឯងនៅថ្ងៃនេះពួកយើងច្បាស់ជាស្លាប់ទៅហើយចាហ្វាងប្រាប់ទៅវិញថាមិនបាច់អរគុណទៀតទេវាជាទូនទីរបស់ខ្ញុំទេហើយប្រាប់ទៅកាន់អធិរាជវិញថាខ្ញុំមិនមែនជាម្ចាស់របស់គ្រួសារចៅទេកុំច្រឡំព្រឹទ្ធាចារ្យទាំងអស់ចូលមកគោរពទៅកាន់ចាហ្វាងហៅអ្នកប្រុសលោកមិនត្រឹមតែមានក្បាច់គុណខ្លាំងថែមទាំងមានចិត្តសន្តោសប្រណីចំពោះមនុស្សគ្រប់គ្នានេះជាអ្វីដែលម្ចាស់គ្រួសារមិនមានពីពេលមុនមកដូច្នេះពួកយើងស្នើដល់ម្ចាស់តូចឡើងកាន់តំណែងជាមេគ្រួសាររបស់គ្រួសារចាចាហ្វាងឆ្លើយតបទៅព្រឹទ្ធាចារ្យទាំងអស់វិញថាគាត់ដឹងហើយក៏អរគុណចំពោះការទុកចិត្តរបស់ចាស់ព្រឹទ្ធាចារ្យផងដែរ
ក៏ប៉ុន្តែខ្ញុំចាហ្វាំងមិនដែលគិតថាចង់ខ្លាយជាម្ចាស់គ្រួសារនោះទេអញ្ចឹងចាស់ព្រឹទ្ធាចារ្យក្រោកឡើងព្រឹទ្ធាចារ្យមាសជាថ្នាក់ដឹកនាំនៃព្រឹទ្ធាចារ្យប្រាប់ថាប្រសិនបើអ្នកប្រុសមិនយល់ព្រមពួកយើងនឹងមិនក្រោកឡើងនោះឡើយចាហ្វាំងប្រាប់ទៅវិញអញ្ចឹងឲ្យលោកតារបស់ខ្ញុំកាន់ជំនួសខ្ញុំទៅព្រឹទ្ធាចារ្យមាសថាលោកតារបស់លោកហើយសូមអភ័យទោសដែលគាត់និយាយតាមត្រង់ប្រសិនបើប្រគល់តំណែងឲ្យទៅកាន់ចៅចឹងហ្វឹងខ្លាចតែគេមិនអាចគ្រប់គ្រងនិងបង្ក្រាបនៅមតិមហាជនបានឡើយចាហ្វាំងតបទៅវិញពួកលោកខុសខ្លាំងណាស់ឈ្នះមនុស្សគ្រប់គ្នាដោយគុណធម៌សងសឹកទៅដោយជីវិតបំផិតបំភ័យមនុស្សគ្រប់គ្នាដោយកម្លាំងរបស់ខ្លួនវាមិនត្រឹមត្រូវនោះទេលោកតារបស់ខ្ញុំត្រូវបានមនុស្សគ្រប់គ្នាគោរពយ៉ាងខ្លាំងដូច្នេះគាត់ពិតជាស័ក្តិសមជាមួយនឹងម្ចាស់គ្រួសារពិតប្រាកដតើទំនាក់ទំនងរបស់គ្រួសារសាខាទាំងអស់និងគ្រួសារគោលអាចមានតុល្យភាពដែរឬទេធានាថាទេពកោសល្យរបស់មនុស្សគ្រប់គ្នានឹងត្រូវបានប្រើប្រាស់យ៉ាងពេញលេញហើយធានាថាត្រូវបានប្រើប្រាស់ឲ្យអស់ពីសមត្ថភាពប្រសិនបើពួកយើងពឹងតែលើកម្លាំងដើម្បីបង្ក្រាបពួកគេសោកនាដកម្មរបស់គ្រួសារចៅនៅថ្ងៃនេះវាច្បាស់ណាស់នឹងកើតឡើងម្ដងទៀតចាហ្វាងគិតនៅក្នុងចិត្តថាចំកណ្ដុំឆែបនិយាយដូចរៀងជ្រុលហើយមិញព្រឹទ្ធាចារ្យទាំងអស់ងាកមើលមុខគ្នាគោរពនឹងទទួលបញ្ជាម្ចាស់គ្រួសារតូចចាហ្វាងថាល្អអញ្ចឹងតោះយើងទៅផ្ទះលីងអឺនៅខាងនោះស្រែកពីចម្ងាយថាអញ្ចឹងខ្ញុំទៅផ្ទះជាមួយនឹងលបងដែរឈិញស៊ន់មិនសុខចិត្តស្រែកថាអញ្ចឹងខ្ញុំទៅដែរស្របពេលដែលសាច់រឿងរបស់យើងនៅរដូវកាលទី1ក៏ត្រូវបានបញ្ចប់រដូវកាលទី2ឃើញគេផុសថានឹងចេញនៅចុងឆ្នាំហ្នឹងអញ្ចឹងពួកយើងរងចាំទាំងអស់គ្នាហើយក៏អរគុណអ្នកទាំងអស់គ្នាដែរដែលបានតាមដានតាំងពីពួកយើងពីចំណុច0រហូតមកដល់ឥឡូវហ្នឹងហើយក៏អរគុណអ្នកទាំងអស់គ្នាដែរដែលតែងតែតាមដាននិងលើកទឹកចិត្តជានិច្ចអញ្ចឹងសម្រាប់រឿងហាន់លីឬក៏រឿងប្រវត្តិនៃក្បាច់គុណខ្ញុំនឹងសម្រាយឲ្យដល់ទីបញ្ចប់ហើយនឹងរករឿងមួយទៀតដើម្បីមកផ្គួបជាមួយនឹងរឿងហាន់លីដើម្បីសម្រាយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតមកដល់ចប់យើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ